សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំវីរៈជាអ្នកចិត្តសាស្ត្រហើយនឹងជាអ្នកឯកទេសព្យាបាលការប៉ះទង្គិចផ្លូវចិត្តហើយថ្ងៃនេះយើងអាចចែករំលែកក៏ដូចជាស្វែងយល់ជាមួយគ្នាអំពីកត្តាដែលបង្កឲ្យមានបញ្ហាផ្លូវចិត្តឬក៏ជំងឺផ្លូវចិត្តដែលបងប្អូនជាច្រើននោមពោក៏ដូចជាសួរជាសំណួរគាត់ចង់ដឹងថាតើបញ្ហាផ្លូវចិត្តឬក៏ជំងឺផ្លូវចិត្តហ្នឹងកណ្ដាលមកពីអ្វីហើយកត្តាដែលបង្កឲ្យមានបញ្ហាផ្លូវចិត្តយើងអាចនិយាយបានថាមាន3ដែលមួយគឺកត្តាជីវសាស្ត្រ2កត្តាចិត្តសាស្ត្រហើយនិងកត្តាសង្គមនេះបញ្ជាក់ថាបញ្ហាផ្លូវចិត្តឬក៏ជំងឺផ្លូវចិត្តយើងមិនអាចអះអាងថាមកពីមូលហេតុជាក់លាក់ណាមួយឲ្យច្បាស់លាស់ទេទី1គឺដោយសារតែរហូតមកដល់ពេលបច្ចុប្បន្ននេះក៏ស្ថាប័នសុខភាពផ្លូវចិត្តធំនៅក្នុងពិភពលោកក៏មិនទាន់ប្រកាសថាមានការសិក្សាដែលរកឃើញច្បាស់លាស់ថាមូលហេតុនាំឲ្យមានជំងឺផ្លូវចិត្តប្រភេទនេះដោយសារតែរឿងនេះមួយបញ្ហានេះមួយជាក់លាក់ក៏មិនទាន់នៅឡើយដែរគឺគេគ្រាន់តែបានបញ្ជាក់ថាវាមានកត្តាគួបផ្សំច្រើនវាមិនមែនមកពីតែកត្តាណាមួយឬក៏បញ្ហាណាមួយជាក់លាក់ទេហើយសូម្បីតែជំងឺបាក់ស្មាតឬក៏ជំងឺ PTSD ដែលមានអ្នកជំនាញឬក៏មានការសិក្សាមើលឃើញថាមូលហេតុសំខាន់របស់ជំងឺបាក់ស្មាតគឺដោយសាររបួសផ្លូវចិត្តឬមួយក៏យើងហៅថា trauma បែបហ្នឹងក៏ដោយក៏វានៅតែផ្អែកទៅលើកត្តាទាំង3នេះដូចគ្នាពីព្រោះអីពីព្រោះថាទោះបីជាគាត់ឆ្លងកាត់ការប៉ះទង្គិចផ្លូវចិត្តឬក៏មានរបួសផ្លូវចិត្តក៏ពិតមែនប៉ុន្តែបើសិនជាកត្តាទាំង3នេះវាមានលក្ខខណ្ឌវិជ្ជមានឬក៏លក្ខខណ្ឌល្អក៏គាត់អាចជាផុតឬក៏គាត់មិនវិវត្តទៅជំងឺបាក់ស្មាតដែរផ្ទុយទៅវិញបើសិនជាកត្តាណាមួយឬក៏កត្តាទាំង2ឬក៏ទាំង3ដែលវាមិនអំណោយផលអញ្ចឹងអាចបុគ្គលដែលបានឆ្លងកាត់ការប៉ះទង្គិចផ្លូវចិត្តឬមួយក៏ឆ្លងកាត់ដែលនាំឲ្យមានរបួសផ្លូវចិត្តហ្នឹងគាត់នឹងវិវត្តទៅជំងឺបាក់ស្មាតអាហ្នឹងដែលគេរកឃើញឬក៏គេសិក្សាឃើញថាវាមានការពាក់ព័ន្ធរវាងជំងឺបាក់ស្មាតហើយនឹងការប៉ះទង្គិចផ្លូវចិត្តឬក៏របួសផ្លូវចិត្តហើយបើជំងឺផ្សេងទៀតកាន់តែមិនសូវច្បាស់ប៉ុន្តែយើងអាចនិយាយបានថាកត្តា3នេះគឺវាសំខាន់ទោះបីជាវាមិនជាក់លាក់ខ្លាំងដែលធ្វើឲ្យបងប្អូនមើលឃើញច្បាស់លាស់យ៉ាងណាក៏ដោយក៏យ៉ាងហោចណាស់ក៏បងប្អូនអាចស្វែងយល់ហើយនឹងឆ្លុះបញ្ចាំងអំពីឫសគល់ឬក៏បញ្ហានៅពីខាងក្រោយដែលនាំឲ្យបុគ្គលម្នាក់មានជំងឺផ្លូវចិត្តឬក៏បញ្ហាផ្លូវចិត្តបានមួយចំណែកធំដែរអញ្ចឹងបើសិនជាយើងស្វែងយល់អំពីកត្តាទាំង3ហ្នឹងរួមមានកត្តាជីវសាស្ត្រមានន័យថាវាពាក់ព័ន្ធជាមួយនឹងកំណើតពាក់ព័ន្ធជាមួយនឹងអភិវឌ្ឍជីវសាស្ត្រប្រសាទរបស់បុគ្គលម្នាក់ព្រោះនៅពេលដែលយើងកើតមកធំធាត់អញ្ចឹងកត្តាជីវសាស្ត្រប្រសាទរបស់យើងអាចប្រកដីឬក៏អាចមិនប្រកដីដោយសារហេតុផលផ្សេងជួនកាលអ្នកខ្លះគាត់កើតមកសរីរាង្គប្រសាទក៏ដូចជាប្រព័ន្ធប្រសាទរបស់គាត់អត់អាចពេញលេញដូចអ្នកដតីដូចក្មេងដតីអញ្ចឹងធ្វើឲ្យគាត់នឹងប្រឈមជាមួយនឹងមុខងារនេះវាមិនប្រកដីនាំវិវត្តទៅជំងឺឬក៏បញ្ហាផ្លូវចិត្តមួយចំនួនអាចពាក់ព័ន្ធជាមួយនឹងភាពមិនប្រក្រតីរបស់សារធាតុគីមីនៅក្នុងខួរក្បាលដែលជាទូទៅនៅក្នុងខួរក្បាលមនុស្សម្នាក់ហ្នឹងគឺមានសារធាតុគីមីដែលមានតុល្យភាពដូចសារធាតុនៅក្នុងឈាមយើងអញ្ចឹងដែលយើងប្រឈមជាមួយនឹងការលើសឈាមលើសសម្ពាធឈាមលើសអាស៊ីតលើសខ្លាញ់លើសស្ករហ្នឹងបានន័យថាសារធាតុនៅក្នុងឈាមយើងវាអត់មានតុល្យភាពតែកាលណាវាអត់មានតុល្យភាពវាធ្វើឲ្យមានផលរំខានដល់បុគ្គលហ្នឹងចាប់ផ្ដើមអត់ស្រួលណាយើងទៅឲ្យពេទ្យពិនិត្យឈាមមើលឃើញលើសស្ករលើសខ្លាញ់លើស
acid អីជាដើមហ្នឹងណាអញ្ចឹងនៅក្នុងខួរក្បាលដូចគ្នាដែរបើសិនជាសារធាតុគីមីវាអត់មានតលយៈភាពមានសារធាតុគីមីណាមួយដែលវាលើសច្រើនពេកឬក៏វាទាបពេកឬក៏វាតិចពេកអញ្ចឹងវានឹងមានផលរំខានដែលយើងហៅថាវានឹងចេញរោគសញ្ញាជំងឺផ្លូវចិត្តដែលអ្នកដែលប្រឈមហ្នឹងឬក៏សម័យខ្លួនហ្នឹងចាប់ផ្ដើមធ្វើទុកទី2ទី3អាចតាក់ទងជាមួយនឹងការប្រើប្រាស់ថ្នាំណាប្រើប្រាស់ថ្នាំរួមទាំងយើងនិយាយរួមទាំងការប្រើប្រាស់ថ្នាំក្នុងពេលមានគួរគ្រូពេទ្យតែងតែលើកទឹកចិត្តនិងយកចិត្តទុកដាក់ណាពេលម្ដាយមានគួរទៅតែពិនិត្យមើលទៅតែយកចិត្តទុកដាក់ពេលប្រើប្រាស់ថ្នាំត្រូវតែកន្សោលជាមួយនឹងគ្រូពេទ្យឬកន្សោលជាមួយនឹងអ្នកជំនាញជៀសវាងការប្រើប្រាស់ថ្នាំខ្លះវាអាចប៉ះពាល់ទៅដល់គួរក្នុងផ្ទៃអីជាដើមហើយរួមបញ្ចូលទៅនឹងការប្រើប្រាស់ថ្នាំមួយចំនួនដែលវាធ្វើឲ្យភ្ញោចទៅដល់ប្រព័ន្ធប្រសាទរបស់យើងណាជាក់ស្ដែងដូចជាគេនិយាយអំពីការប្រើប្រាស់គ្រឿងញៀនអីជាដើមហ្នឹងសុទ្ធតែជាសារធាតុដែលនាំឲ្យភ្ញោចទៅដល់ប្រព័ន្ធប្រសាទអញ្ចឹងការប្រើប្រាស់គ្រឿងញៀនហ្នឹងវាអាចនឹងបង្កឲ្យคล้ายទៅជាជំងឺផ្លូវចិត្តឬក៏បញ្ហាផ្លូវចិត្តផ្សេងហើយមួយទៀតក៏គេនិយាយអំពីរឿងដំណពូជដែរណាអញ្ចឹងទោះបីជាឥឡូវនេះវិទ្យាសាស្ត្របានសិក្សាស្រាវជ្រាវជាច្រើនហើយក៏កាត់បន្ថយពីទំនាក់ទំនងរវាងបញ្ហាដំណពូជនិងជំងឺផ្លូវចិត្តមួយចំនួនមែនក៏ប៉ុន្តែក៏នៅតែមានទំនាក់ទំនងក្នុងចំណែកណាមួយដែរទោះបីជាជំងឺខ្លះដែលគេសន្មតថាវាមិនមែនជាជំងឺដែលជាប់ពាក់ព័ន្ធនឹងដំណពូជក៏ដោយក៏គេនៅតែមានអំណះអំណាងទៅលើទំនោរមានន័យថាបើសិនជាគាត់មានឈាមជ័រមានអ្នកចំនួនមុនធ្លាប់មានជំងឺផ្លូវចិត្តបញ្ហាផ្លូវចិត្តអញ្ចឹងបុគ្គលហ្នឹងអាចនឹងមានទំនោរប្រឈមនឹងបញ្ហាផ្លូវចិត្តជំងឺផ្លូវចិត្តជាងបើប្រៀបធៀបជាមួយនឹងបុគ្គលផ្សេងទៀតដែលគាត់មិនមានឈាមជ័រឬក៏មិនមានអ្នកចំនួនមុនធ្លាប់មានជំងឺផ្លូវចិត្តឬក៏បញ្ហាផ្លូវចិត្តទេណាក៏វាយ៉ាងហោចណាស់ក៏វាមានទំនោរងាយប្រឈមជាងហើយកត្តាទី2ជាកត្តាចិត្តសាស្ត្រអញ្ចឹងកត្តាចិត្តសាស្ត្រគឺយើងអាចនិយាយបានថាតកតងនឹងភាពធន់តកតងនឹងភាពធន់ផ្លូវចិត្តរបស់បុគ្គលម្នាក់ធម្មតាដល់ពេលបុគ្គលម្នាក់កើតមកធំធាត់រីកលូតលាស់មានន័យថាគាត់មិនមែនរីកលូតលាស់តែផ្លូវកាយរាងកាយទេបានន័យថាសុខភាពផ្លូវចិត្តឬក៏ផ្លូវចិត្តរបស់គាត់ហ្នឹងក៏ត្រូវធំធាត់ចាស់ទុំទៅតាមអាយុរបស់គាត់ដែរប៉ុន្តែក្នុងលក្ខខណ្ឌធំធាត់ឬក៏រីកលូតលាស់ហ្នឹងគឺវាអាស្រ័យទៅលើការថែទាំការរស់នៅការប្រឈមរបស់បុគ្គលម្នាក់ដូចតែយើងផ្លូវកាយអញ្ចឹងដែរផ្លូវកាយឃើញមានអ្នកខ្លះក៏គាត់ធំលឿនទៅអ្នកខ្លះក៏ធំយឺតអញ្ចឹងអ្នកខ្លះក៏នៅក្រេះក្រិនអញ្ចឹងទៅណាអញ្ចឹងផ្លូវចិត្តក៏ដូចគ្នាដែរផ្លូវចិត្តក៏ដូចគ្នាអញ្ចឹងដែរមានន័យថាអ្នកខ្លះក៏អាចវិវត្តឬក៏រីកលូតលាស់អភិវឌ្ឍទៅងាយនឹងចាស់ទុំងាយនឹងចេះដឹងយល់ងាយនឹងឆាប់ដោះស្រាយបញ្ហាអីបានប៉ុន្តែអ្នកខ្លះអត់ទេអ្នកខ្លះនៅតែមិនធំធាត់មានន័យថាម៉េចដូចយើងធ្លាប់ឮពាក្យថាអូបុគ្គលម្នាក់នេះគាត់ធំតែខ្លួនទេប៉ុន្តែសតិបញ្ញាផ្លូវចិត្តរបស់គាត់នៅតែក្មេងរហូតណាអារម្មណ៍របស់គាត់នៅតែក្មេងអាការគិតរបស់គាត់នៅតែក្មេងអញ្ចឹងបានន័យថាការវិវត្តការអភិវឌ្ឍផ្នែកផ្លូវចិត្តសុខភាពផ្លូវចិត្តរបស់គាត់ហ្នឹងគឺវាអត់ស្របជាមួយនឹងអាយុរបស់គាត់ទេអញ្ចឹងអាភាពក្មេងខ្ចីមិនចាស់ទុំมันមានភាពធន់នេះក៏ជាកត្តាដែលធ្វើឲ្យយើងងាយប្រឈមនឹងជំងឺផ្លូវចិត្តនិងបញ្ហាផ្លូវចិត្តដូចគ្នាណាកត្តាផ្លូវចិត្តនេះក៏វាពាក់ព័ន្ធជាមួយនឹងការលូតលាស់ឬមួយក៏ចំណងផ្លូវចិត្តពីកុមារភាពដែលយើងអាចនិយាយបានថា attachment មានន័យថានៅពេលដែលការរស់នៅឬក៏ការធំធាត់កុមារ
ដែលវាមានវិបត្តិ attachment ឬក៏វិបត្តិចំណងផ្លូវចិត្តវិជ្ជមានហ្នឹងគឺមានន័យថាធ្វើឲ្យភាពធន់ផ្លូវចិត្តរបស់គាត់ហ្នឹងมันមាំទាំហើយសុខភាពផ្លូវចិត្តរបស់គាត់អាចងាយនឹងប្រឈមជាមួយនឹងបញ្ហាផ្លូវចិត្តនៅពេលដែលមានរឿងរ៉ាវអីល្មមបើប្រៀបធៀបជាមួយនឹងអ្នកដទៃហើយឬក៏ផ្លូវចិត្តរបស់គាត់ហ្នឹងមានរបួសណាមានន័យថាមនុស្សម្នាក់ពេលខ្លះយើងមិនអាចធានាហើយនឹងបញ្ជាខ្លួនឯងចេញពីរបួសផ្លូវចិត្តឬក៏យើងហៅថាការប៉ះទង្គិចផ្លូវចិត្តឬក៏ trauma ហ្នឹងបានទេព្រោះនៅក្នុងការសិក្សារបស់អង្គការសុខភាពពិភពលោកគេរកឃើញថាសម្រាប់មនុស្សជាទូទៅមាន 72% ដែលឆ្លងកាត់របួសផ្លូវចិត្តឬមួយក៏ឆ្លងកាត់ trauma ណាអញ្ចឹងឲ្យយើងធានាថាឲ្យយើងមិនអាចមាន trauma ទេមិនអាចឆ្លងកាត់trauma ឬក៏មិនមានរបួសផ្លូវចិត្តទេយើងក៏មិនប្រកាសក្នុងខ្លួនដែរព្រោះ 72% ច្រើនមែនទេហើយរឿងទាំងអស់ហ្នឹងមិនមែនរឿងដែលយើងអាចគ្រប់គ្រងបានទេជួនកាលតកតងនឹង trauma ហ្នឹងអាចគ្រោះថ្នាក់ចរាចរណ៍អាចមានគ្រោះធម្មជាតិមានអគ្គិភ័យមានអីផ្សេងសុទ្ធតែជារឿងយើងមិនអាចព្យាករណ៍ទុកមុនបានទេតែវាត្រូវកើតឡើងភ្លាមដែលយើងមិនអាចត្រៀមខ្លួនបានអញ្ចឹងនៅពេលដែលយើងមានរបួសផ្លូវចិត្ត trauma ហ្នឹងអញ្ចឹងយើងអាចងាយនឹងប្រឈមទៅនឹងបញ្ហាផ្លូវចិត្តឬក៏ងាយនឹងវិវត្តទៅជំងឺផ្លូវចិត្តបើសិនជាការថែទាំខ្លួនឯងមិនបានដល់ទេហើយកត្តាទី3គឺកត្តាសង្គមនេះគឺជាកត្តាខាងក្រៅដែលមនុស្សម្នាក់រស់នៅហើយប្រឈមកត្តាខាងក្រៅហ្នឹងគឺសំដៅទៅលើអីគេគឺមជ្ឈដ្ឋានរស់នៅរបស់បុគ្គលម្នាក់ហ្នឹងមានក្នុងគ្រួសារមានសាលារៀនមានកន្លែងធ្វើការមានសហគមន៍បូករួមទាំងធម្មជាតិដែរអញ្ចឹងសំខាន់មួយថ្ងៃមួយខែយើងជួបរឿងអីខ្លះយើងប្រឈមនឹងបញ្ហាអីខ្លះយើងប្រឈមនឹងសម្ពាធអីខ្លះអញ្ចឹងហើយអាហ្នឹងឯងជាកត្តាសង្គមហើយអញ្ចឹងវាអាចក្នុងគ្រួសារយើងអាចមានវិបត្តិគ្រួសារឬក៏វាមានការបែកបាក់ឬក៏វាមានបញ្ហាសេដ្ឋកិច្ចគ្រួសារអីផ្សេងចំនួនអីផ្សេងគេណាទាំងអស់ហ្នឹងសុទ្ធតែជាសម្ពាធជារឿងដែលយើងត្រូវប្រឈមបានឬក៏ប្រឈមមិនបានគឺវាអាស្រ័យទៅលើបុគ្គលម្នាក់អាស្រ័យទៅលើបញ្ហាតូចឬក៏ធំហើយតកតងនឹងបញ្ហាវប្បធម៌ណាវប្បធម៌ខុសគ្នាការប្រឈមក៏ខុសគ្នាដែរណាមានន័យថាប្រទេសខ្លះស្រុកខ្លះឬក៏គ្រួសារខ្លះវប្បធម៌តឹងរឹងខ្លាំងអញ្ចឹងទៅការប្រឈមវាកាន់តែពិបាកអញ្ចឹងទៅប្រទេសខ្លះគ្រួសារខ្លះវប្បធម៌មិនសូវជាតឹងរឹងវប្បធម៌វិជ្ជមានហាក់បីដូចជាជួយគ្រប់គ្រងបុគ្គលគ្រប់គ្រងប្រជាជនឬក៏គ្រប់គ្រងមនុស្សកាន់តែច្រើនទៅគាត់រៀងធូរស្រាលអីចឹងទៅណាហើយក៏បញ្ហាមជ្ឈដ្ឋានដែរអាចតកតងនឹងកត្តាធម្មជាតិណាមានទឹកជំនន់បើស្រុកប្រទេសគេអាចសបោរឿងរញ្ជួយដីដូចឥឡូវនេះកំពុងតែប្រទេសមួយចំនួនកំពុងតែប្រឈមជាមួយនឹងបន្ទុះភ្នំភ្លើងដែលធ្វើឲ្យមានការភ័យខ្លាចតក់ស្លុតឬក៏សម្ពាធផ្សេងដែលធ្វើឲ្យគាត់ប្រឈមនឹងហានិភ័យនៃបញ្ហាផ្លូវចិត្តនិងជំងឺផ្លូវចិត្តក៏វាតកតងនឹងធនធានឬក៏គោលនយោបាយមួយចំនួនដែរវាព្រោះថាឧទាហរណ៍ការសិក្សាមួយចំនួនគេរកឃើញថាប្រទេសដែលមានធនធានច្រើនធនធានហ្នឹងគេមិនមែនសំដៅតែលើតែធនធានលុយកាក់មាសប្រាក់តែមួយមុខគេបដោតទាំងធនធានមនុស្សដែលមានអ្នកជំនាញហើយមានការយល់ដឹងអំពីការថែទាំសុខភាពផ្លូវចិត្តទលំទលាយគេឃើញថាការប្រឈមនឹងបញ្ហាផ្លូវចិត្តជំងឺផ្លូវចិត្តក៏តិចជាងប្រៀបធៀបជាមួយនឹងប្រទេសដែលក្រីក្រធនធាននឹងដែរអញ្ចឹងជាត្រួសសម្រាប់កត្តា
ដែលនាំឲ្យឬក៏កត្តាដែលបង្កឲ្យបុគ្គលម្នាក់មានបញ្ហាផ្លូវចិត្តឬក៏មានជំងឺផ្លូវចិត្តហ្នឹងគឺកត្តា3ទាំងអស់ហ្នឹងហើយហេតុផលលម្អិតខ្លះយើងបានឆ្លុះបញ្ចាំងជាមួយគ្នាហើយអញ្ចឹងបុគ្គលម្នាក់វាមិនប្រកាសថាការប្រឈមហ្នឹងតលតែកត្តាទាំង3ទេអ្នកខ្លះគាត់មានជំងឺផ្លូវចិត្តដោយមានទំនាក់ទំនងជាមួយតែកត្តា2ឯងឧទាហរណ៍ថាគាត់មានកត្តាជីវសាស្ត្រហើយហ្នឹងកត្តាចិត្តសាស្ត្រណាតែអ្នកខ្លះអត់ទេអ្នកខ្លះគាត់មានតែកត្តាជីវសាស្ត្ររបស់គាត់អត់បញ្ហាអីទេគាត់កើតមកពេញលេញគាត់មានសុខភាពល្អទាំងផ្លូវចិត្តផ្លូវកាយប៉ុន្តែគាត់អ្វីដែលគាត់មានកត្តាចិត្តសាស្ត្រហើយនិងកត្តាសង្គមឃើញទេឃើញខុសគ្នាអញ្ចឹងកត្តាចិត្តសាស្ត្រកត្តាសង្គមមិនគាត់កើតមកពេញលេញគាត់មានសុខភាពល្អប៉ុន្តែការរស់នៅក្នុងសង្គមគ្រួសារការធំធាត់ការចិញ្ចឹមបីបាច់របស់ឪពុកម្ដាយអាចប្រឈមឬមួយក៏មិនបានយកចិត្តទុកដាក់ទៅលើការវិវត្តគឺការធំធាត់នៃសុខភាពផ្លូវចិត្តរបស់កូនអញ្ចឹងកូនធ្វើឲ្យកត្តាចិត្តសាស្ត្ររបស់គាត់ហ្នឹងมันបានមាំទាំมันមានភាពធន់ហើយកត្តាសង្គមដែលគាត់ប្រឈមហ្នឹងជាសម្ពាធឬក៏ជាបញ្ហាផ្សេងពីរហ្នឹងបូកចូលគ្នានាំឲ្យគាត់មានជំងឺផ្លូវចិត្តណាអញ្ចឹងបើសិនជាថាមានតែកត្តាណាមួយនាំឲ្យគាត់មានជំងឺផ្លូវចិត្តតែម្ដងកម្រយ៉ាងហោចណាស់ក៏មាន2ដែរកត្តាចិត្តសាស្ត្រជាមួយកត្តាជីវសាស្ត្រកត្តាចិត្តសាស្ត្រជាមួយនឹងកត្តាសង្គមឬក៏កត្តាជីវសាស្ត្រចិត្តសាស្ត្រហើយនិងសង្គមគឺមានទាំង3ហ្នឹងដែលជាឫសគល់ឬក៏ជាមូលហេតុដែលនាំឲ្យបុគ្គលម្នាក់មានជំងឺផ្លូវចិត្តតែម្ដងអញ្ចឹងអរគុណច្រើនសម្រាប់ការយកចិត្តទុកដាក់ស្ដាប់សង្ឃឹមថាយ៉ាងហោចណាស់វីដេអូនេះមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាបើមានចម្ងល់បន្ថែមទៅលើចំណុចណាមួយអាចសួរមកក្រុមការងារពួកយើងហើយយើងនឹងឆ្លើយតបបន្ថែមហើយនឹងជាក់លាក់ដោយសារពេលវេលាមានកំណត់ហើយបើមានសំណួរផ្សេងទៀតសូមសួរមកក្រុមការងារយើងនឹងឆ្លើយតបទៅវិញតាមលំដាប់លំដោយដូច្នេះសូមអរគុណសូមជម្រាបលាហើយជួបគ្នានៅវីដេអូក្រោយ